ទ្រង់ភ្ញាក់ហើយឬកាលពីប៉ុន្មានថ្ងៃមុនទ្រង់បានយល់សប្តិឃើញទេវតាណែនាំថាបើគិតដល់ក្មេងម្នាក់នេះនឹងនាំមកនៅលាភសំណាងនាងគឺជាផ្កាយសំណាងពិតមែនចំពោះការវាយប្រហារលើមហានកូរយូទ្រង់មិនដឹងទេតែនាងដឹងព្រះរាជាមិនសង្ស័យលើសម្ដីរបស់នាងឡើយគ្រប់ពេលតែងតែជឿជាក់ជានិច្ចតើនេះជាព្រះលិខិតមែនទេបើមិននៅក្រោមក្រសែភ្នែករបស់ខ្ញុំទេតើឯងអាចធ្វើអ្វីបានតាមចិត្តមែនទេលើកនេះលោកគ្រូចាងមីនចូលគួរចាំមើលថាតើនឹងមានរឿងអ្វីកើតឡើងខ្ញុំអាចព្យាបាលជំងឺនេះបានមិនអីទេតាមចិត្តចៅចុះលោកប៉ាអ្នកម៉ាក់លោកពូតើអ្នកជឿថាមានអ្នកចេះដឹងតាំងពីកំណើតទេគឺខ្ញុំនឹងហើយឥឡូវនេះលោកតាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់អ្នកទាំងអស់គ្នាគុំរារែកកូនសម្លាញ់បើកូននិយាយថាអាចធ្វើបានពួកយើងនឹងជឿកូនចូលធ្វើវាទៅកុំបារម្ភអីមិនអាចទេព្រះរាជបុត្រព្រះមហេសីពេលនេះព្រះរាជាកំពុងមានព្រះប្រឈួនធ្ងន់តើទ្រង់អាចបណ្ដោយឲ្យព្រះនាងធ្វើតាមចិត្តយ៉ាងដូចម្តេចការប្រើប្រាស់ថ្នាំផ្ដេសផ្ដាសលើរាងកាយរបស់ព្រះរាជាប្រសិនបើមានរឿងអ្វីកើតឡើងតើនរណានឹងទទួលខុសត្រូវសូមទ្រង់ពិចារណាឡើងវិញព្រះរាជបុត្រក្នុងនាមទូលបង្គំជាគ្រូពេទ្យលួងជីវិតរបស់ព្រះរាជាជាធំសូមទ្រង់កុំទន់ចិត្តមួយពេលឲ្យសោះនេះជាកំហុសឆ្គងដ៏ធំធេងណាស់សូមព្រះរាជបុត្រនិងព្រះមហេសីពិចារណាឡើងវិញពេលនេះព្រះបតាមានព្រះប្រឈួនធ្ងន់គ្រូពេទ្យលួងក៏គ្មានវិធីព្យាបាលដែរនាងមិនមែនជានិយាយលេងសើចនោះទេឲ្យតែមានសង្ឃឹមបន្តិចបន្តួចខ្ញុំក៏មិនបោះបង់ដែរខ្ញុំហ៊ានធានាចំពោះមុខតំណែងរបស់ខ្ញុំខ្ញុំក៏សូមចូលរួមធានាដែរប្រសិនបើព្រះរាជាមានបញ្ហាអ្វីកើតឡើងខ្ញុំនឹងទទួលខុសត្រូវរួមគ្នាជាមួយព្រះរាជបុត្រខ្ញុំក៏យល់ព្រមធានាជូនព្រះនាងដែរព្រះនាងតែហេតុអ្វីបានជាទ្រង់ក៏ចូលរួមដែររឿងធំបែបនេះមិនអាចធានាផ្ដេសផ្ដាសឡើយលោកពូនិងព្រះនាងផងដែរអរគុណអ្នកទាំងអស់គ្នាណាស់ឈួតអស់ហើយពួកទ្រង់ឈួតអស់ហើយព្រះនាងទើបតែមានព្រះជន្ម8វស្សាប៉ុណ្ណោះនាងយកថ្នាំដែលមិនដឹងប្រភពច្បាស់លាស់មកផ្សំតើទ្រង់ហ៊ានឲ្យព្រះរាជាសោយយ៉ាងដូចម្តេចទូលបង្គំបានបម្រើព្រះរាជាជាច្រើនឆ្នាំមកហើយមិនអាចបណ្ដោយឲ្យពួកទ្រង់ធ្វើបែបនេះឡើយទូលបង្គំសុខចិត្តស្លាប់ដើម្បីការពារព្រះរាជាសូមព្រះរាជបុត្រដកបញ្ជាវិញទៅលោកគ្រូពេទ្យលីឆាប់ជួយខាត់ឈាមលោកគ្រូពេទ្យលីភ្លាមទៅព្រះរាជបុត្ររបួសរបស់លោកគ្រូពេទ្យលីត្រូវបានរុំរបួសរួចរាល់ហើយគាត់គ្រាន់តែសន្លប់មួយពេលប៉ុណ្ណោះព្រះរាជបុត្រលោកគ្រូពេទ្យលីបម្រើរាជវាំងជាច្រើនឆ្នាំមានគុណបំណាច់ជាច្រើនមិនគួរធ្វើបាបគាត់បែបនេះឡើយប្រសិនបើមិនដាក់ទោសព្រះនាងទេខ្លាចថាមិនអាចលួងលោមចិត្តរបស់មន្ត្រីទាំងអស់បានទេត្រូវហើយព្រះរាជបុត្រសូមទ្រង់ពិចារណាឡើងវិញឈប់ទៅនាងមានចិត្តស្មោះត្រង់ចង់ជួយសង្គ្រោះតើមានកំហុសអ្វីទៅខ្ញុំព្រះមហេសីនិងព្រះនាងសុទ្ធតែធានាចំពោះនាងតើមានអ្វីត្រូវខ្លាចទៀតចុះពួកអ្នកវិញតើមានវិធីល្អជាងនេះដើម្បីព្យាបាលព្រះបតាខ្ញុំទេនិយាយមកមើលពួកទូលបង្គំក៏ធ្វើដើម្បីព្រះរាជបុត្រដែរពួកឯងគិតតែពីខ្លួនឯងប៉ុណ្ណោះប្រសិនបើព្រះរាជាមានបញ្ហាមហានកូរយូនឹងត្រូវបែកបាក់ហេតុអ្វីបានជាពេលនេះនៅតែគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទៀតមហានកូរយូនឹងត្រូវបែកបាក់មែនទេមើលមកខ្ញុំធ្វើអីតើជួយសង្គ្រោះព្រះរាជាទេទើបអាចសង្គ្រោះមហានកូរយូបានលោកគ្រូពេទ្យលីហេតុអ្វីបានជាចេះសម្លេះនៅមានលោកគ្រូលាវទៀតគាត់តែងតែបារម្ភពីសុវត្ថិភាពរបស់រាជវាំងនេះជាភេដីភាពរបស់គាត់បន្ទាប់ពីព្រះរាជាឡើងគ្រងរាជ្យគ្រួសាររបស់លោកគ្រូលាវត្រូវបានលើកដំកើងយ៉ាងខ្លាំងតើគាត់អាចធ្វើបាបរាជវាំងយ៉ាងដូចម្តេចមិនបាច់និយាយច្រើនទៀតទេខ្ញុំជឿជាក់លើព្រះនាងសម្ដីរបស់នាងតែងតែត្រឹមត្រូវជានិច្ចនាងពិតជាមានសមត្ថភាពមែនខ្ញុំយល់ព្រមឲ្យនាងប្រើប្រាស់ថ្នាំនេះ
ត្រូវហើយលោកគ្រូពេទ្យនិយាយត្រូវពួកយើងគួរតែជឿជាក់លើព្រះនាងឲ្យនាងព្យាបាលទៅព្រះបតាព្រះបតាលោកតាលោកតានាងបានផ្សំថ្នាំដែលអាចព្យាបាលជំងឺលោកតាបានហើយពួកយើងកំពុងតែពិភាក្សាគ្នាដើម្បីឲ្យលោកតាសោយ លោកតាថ្នាំនេះពិតជាអាចព្យាបាលជំងឺលោកតាបានពិតមែនសូមលោកតាសាកល្បងទៅតើពួកឯងចង់ឲ្យនាងសាកល្បងថ្នាំលើខ្លួនខ្ញុំដើម្បីការពារខ្លួនឯងមែនទេមិនមែនទេព្រះបតាកូនគ្រាន់តែចង់ជួយព្រះបតាប៉ុណ្ណោះគ្មានបំណងអ្វីផ្សេងឡើយព្រះបតាព្រះបតាខ្ញុំគ្រាន់តែចង់ជួយទ្រង់តែប៉ុណ្ណោះខ្ញុំគ្មានចិត្តនាអាក្រក់ឡើយជាច្រើនឆ្នាំមកនេះខ្ញុំខំប្រឹងប្រែងដើម្បីចិញ្ចឹមបីបាច់ឯងឲ្យក្លាយជាអ្នកបន្តវេនដ៏ល្អម្នាក់តែខ្ញុំប្រហែលជាតឹងរឹងពេកហើយព្រះបតាកូនមិនដែលបន្ទោសព្រះបតាឡើយកូនដឹងថាព្រះបតាធ្វើដើម្បីមហានគរយូជាច្រើនឆ្នាំមកនេះឯងបានជួយសម្រាលការងារខ្ញុំបានយ៉ាងច្រើនធ្វើឲ្យខ្ញុំគ្មានអ្វីត្រូវបារម្ភឡើយតែខ្ញុំបែរជាស្រឡាញ់តែមហេសីម្នាក់ធ្វើឲ្យឯងមានអារម្មណ៍ថាឯកោខ្ញុំពិតជាសោកស្ដាយណាស់ព្រះរាជាទ្រង់បានធ្វើអ្វីគ្រប់យ៉ាងដើម្បីរាជវាំងរួចហើយខ្ញុំយល់ពីព្រះទ័យរបស់ទ្រង់ណាស់នាងតែងតែជាមនុស្សយកចិត្តខ្ញុំបំផុតជានិច្ចអរគុណណាស់អ្វីដែលឯងចូលចិត្តបំផុតគឺការរស់នៅបែបសាមញ្ញតែជាច្រើនឆ្នាំមកនេះឯងត្រូវរស់នៅក្នុងវាំងដើម្បីខ្ញុំនិងកូនខ្ញុំពិតជាដឹងគុណណាស់បន្ទាប់ពីខ្ញុំស្លាប់ទៅឯងអាចចាក់ចេញពីវាំងទៅរស់នៅតាមចិត្តចង់ចោះព្រះរាជាខ្ញុំមិនដែលគិតចង់ចាក់ចេញពីទ្រង់ឡើយខ្ញុំសុខចិត្តនៅទីនេះជាមួយទ្រង់ជានិច្ចកូនសម្លាញ់រយៈពេលកន្លងមកនេះមានកូននៅក្បែរខ្ញុំពិតជាមានសេចក្តីសុខណាស់បើគ្មានកូនទេខ្ញុំប្រហែលជាមានគ្រោះថ្នាក់តាំងពីយូរមកហើយគុណបំណាច់របស់កូនចំពោះខ្ញុំនិងមហានកុរយូគ្មានអ្នកណាដឹងច្បាស់ជាងខ្ញុំឡើយការតែងតាំងកូនជាព្រះនាងនៅមិនទាន់គ្រប់គ្រាន់ឡើយឲ្យតែបាននៅក្បែរលោកតានិងបានជួយលោកតាគឺគ្រប់គ្រាន់សម្រាប់កូនហើយគួរឲ្យស្ដាយខ្ញុំគ្មានសំណាងបានឃើញកូនធំដឹងក្តីនឹងរៀបការឡើយលោកតាទេខ្ញុំមិនបណ្ដោយឲ្យលោកតាចាក់ចេញបែបនេះឡើយទោះជាត្រូវលួចឆ្នាំពីទេវតាក៏ដោយលោកតាបើលោកតាមិនឲ្យខ្ញុំព្យាបាលទេខ្ញុំនឹងឲ្យលោកតាសោយស្ករគ្រាប់នេះមួយគ្រាប់ទៀតគ្រាន់តែជាបំណងប្រាថ្នាចុងក្រោយរបស់ខ្ញុំប៉ុណ្ណោះសូមលោកតាសោយទៅលោកតារាល់ពេលដែលខ្ញុំមិនសប្បាយចិត្តខ្ញុំតែងតែញ៉ាំស្ករគ្រាប់នេះលោកតាទើបតែឆ្លងកាត់រឿងគួរឲ្យខ្លាចបែបនេះឥឡូវនេះពិតជាពិបាកចិត្តណាស់ញ៉ាំស្ករគ្រាប់នេះទៅនឹងលែងពិបាកចិត្តទៀតហើយមិនអីទេលោកតាសន្យាជាមួយចៅព្រះរាជាលោកតាមិនអាចទេឯងមិនមែននិយាយថាព្រះរាជាសោយទីវង្គតហើយទេចុះហេតុអ្វីបានជាពេលនេះនៅមិនទាន់មានដំណឹងទៀតព្រះរាជបុត្រគ្រូពេទ្យលីបានប្រាប់ថាស្ថានភាពគឺបែបនេះហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះស្ទើរតែគ្មានពេលណាដែលព្រះរាជាបើកព្រះនេត្រឡើយមឈូសនិងខោអាវបុណ្យសពត្រូវបានរៀបចំរួចរាល់អស់ហើយព្រះរាជាពិតជាមិនអាចរស់បានយូរឡើយតើអាចមកពីព្រះរាជបុត្រការពារព័ត៌មាននេះទេខ្ញុំបានឮថាកាលពីប៉ុន្មានថ្ងៃមុនព្រះនាងបានយកថ្នាំដែលនាងផ្សំដោយខ្លួនឯងចូលទៅក្នុងវាំងដើម្បីឲ្យព្រះរាជាសោយក្មេងស្រីអាយុ8ឆ្នាំម្នាក់តើចេះផ្សំថ្នាំតាំងពីពេលណានេះមិនមែនជាការសម្លាប់ព្រះរាជាទេកុំចាំយូរទៀតអីឆាប់ប្រមូលកងទ័ពភ្លាមដើរចូលទៅក្នុងវាំងដើម្បីកម្ចាត់ជនក្បត់និងជួយសង្គ្រោះព្រះរាជាបាទស្ដាប់បញ្ជាខ្ញុំទាំងអស់គ្នាព្រះរាជបុត្រមានគំនិតអាក្រក់ចង់ធ្វើឃាតព្រះរាជាខ្ញុំនាំទ័ពចូលវាំងលើកនេះគឺដើម្បីកម្ចាត់ជនក្បត់និងជួយសង្គ្រោះព្រះរាជា
អ្នកណាដែលយកស្របឆាប់ចុះចូលភ្លាមទៅការនាំទ័ពចូលក្នុងវាំងដោយគ្មានការអនុញ្ញាតគឺជាទោសក្បត់ជាតិដ៏ធំធេងតើឯងគិតថាការប្រឌិតរឿងពីរបីម៉ាត់អាចបង្វែរខ្មៅនិងបិទមាត់មនុស្សទូទាំងនគរបានមែនទេខ្ញុំយល់ពីទំនាក់ទំនងបងប្អូនខ្ញុំអាចផ្ដល់ឱកាសឲ្យឯងម្ដងទៀតត្រឡប់ទៅវិញឥឡូវនេះនៅអាចរក្សាជីវិតបានឈប់ប្រើឋានៈជាព្រះរាជបុត្រមកនិយាយជាមួយខ្ញុំទៅឯងធ្វើពុតជាមកជួយសង្គ្រោះព្រះរាជាតែការពិតឯងចង់ធ្វើអ្វីខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរាជវាំងនេះតែបែរជាមិនទទួលបានការទទួលស្គាល់ពីព្រះរាជាឡើយចំណែកឯងវិញគ្រាន់តែជាកូនរបស់ព្រះមហេសីក៏អាចឡើងធ្វើជាព្រះរាជបុត្រយ៉ាងងាយស្រួលដើម្បីកម្ចាត់ឯងខ្ញុំត្រូវប្រើវិធីជាច្រើនតែរាល់លើកតែងតែត្រូវបានក្មេងស្រីម្នាក់នេះបំផ្លាញផែនការជានិច្ចថ្ងៃនេះទាំងឯងនិងនាងសុទ្ធតែត្រូវស្លាប់ជាមួយគ្នាគឺមកពីឯងខ្លួនឯងដែលគ្មានសមត្ថភាពប្រើប្រាស់វិធីថោកទាបទើបធ្វើឲ្យអ្នកអតីតចាក់ចេញពីឯងថ្ងៃនេះព្រះរាជាសោយទីវង្គតហើយគ្មានអ្នកណាអាចជួយឯងបានទៀតឡើយខ្ញុំស្លាប់ហើយខ្ញុំនឹងសម្លាប់ឯងដើម្បីឡើងគ្រងរាជ្យ